រឿងសម្លឹងពីរនាក់កាលពីព្រេងនាយមានបុរសពីរនាក់ជាសម្លឹងនឹងគ្នានិយាយសន្យាគ្នាថាកាលបើយើងមានប្រពន្ធហើយឯងក្តីអញក្តីបើមានទ្រព្យសម្បត្តិត្រូវយើងចិញ្ចឹមគ្នាទៅវិញទៅមកសន្យាគ្នាហើយយូរបន្តិចទៅសម្លាញ់មួយមានប្រពន្ធគ្រប់លក្ខសម្លាញ់មួយទៀតមានប្រពន្ធខាតលក្ខវេលាយប់ចូលដំណេកសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខនោះនិយាយគិតគ្នាប្តីប្រពន្ធថាយើងរកស៊ីអីឲ្យមានឆាប់ប្រពន្ធថាអ្នកចង់រកស៊ីអីឬប្រើខ្ញុំឲ្យត្បាញរវៃលក់ដូរខ្ញុំទទួលតាមមិនហ៊ានទៅតឹងទាស់ចិត្តអ្នកទេលុះកន្លងមកពេលចូលដំណេកយប់ក្រោយទៀតប្តីនិយាយនឹងប្រពន្ធថានាងអាយបើគិតឃើញរបរមួយមុខបើបានដូចគំនិតនឹងបានមាសប្រាក់ផ្ដិលតក់ថាសដោយងាយប្រពន្ធសួរប្តីថាគិតធ្វើម្ដេចក៏បានងាយម្លេះប្តីប្រាប់ប្រពន្ធថាជាច្រើនឆ្នាំមកហើយនៅក្នុងសមុទ្រមានសម្ពៅញឹកចំនួនគ្រប់ប្រទេសខ្លះសុខសប្បាយខ្លះលិចលង់របស់ទ្រព្យសពសារពើមាសប្រាក់កប់នៅបាតសមុទ្រនោះច្រើនយើងគិតនាំគ្នាទៅបាចទឹកសមុទ្រនោះឲ្យរៀងក្រអ្វីមាសប្រាក់របស់គ្រប់មុខនោះវ៉ាបានត្រីធំតូចយើងធ្វើងៀតធ្វើផ្អកប្រហុកព្រឹកប្រហាមស្រាងនេះនាងឯងដាំបាយដួសដាក់កញ្ជើឲ្យមានម្ហូបនិងស្លាមលូផងយើងទៅបាចទឹកសមុទ្រឲ្យរៀងប្រពន្ធឮប្តីប្រាប់ហើយក៏ធ្វើតាមបង្គាប់លុះព្រឹកឡើងរៀបក្របប្រដាប់រួតក៏នាំទៅមាត់សមុទ្រហើយទុកដាក់បាយម្ហូបចំណីដោយស្រួលទើបប្តីកាន់កញ្ជើមួយខំបាចទឹកទៅលើគោកបាចទាល់តែដល់ពេលបាយទើបឈប់បរិភោគលុះបរិភោគបាយរួចនាំប្តីប្រពន្ធបាចទៀតដល់ល្ងាចទើបទៅផ្ទះព្រឹកឡើងនាំគ្នាទៅបាចទៀតទាល់ល្ងាចទើបនាំគ្នាមកផ្ទះវិញបាចបានចំនួន5ថ្ងៃប្តីក៏ឈរបាំងដៃមើលទឹកសមុទ្រហើយប្រាប់ប្រពន្ធថាទឹកស្រក់សណ្ដក់ហើយនាងប្រពន្ធឆ្លើយថាបើដូច្នោះយើងខំបាយទៅបើយូរណាស់ត្រឹមកន្លះខែទៀតមុខជារីងហើយយើងចាប់យកត្រីធំតូចវះធ្វើងៀតផ្អកប្រហុកថ្លឹងលក់យកប្រាក់មួយទៀតយើងត្រូវរកកាយយកប្រាក់មាសតុថាសចានក្បានដ៏មាននៅក្នុងសំបៃទាំងប៉ុន្មានដែលលិចលង់មកយូរឆ្នាំនោះមិនដឹងបើយកទៅណាអស់ទេថាហើយដល់ល្ងាចនាំគ្នាត្រឡប់មកផ្ទះវិញព្រឹកឡើងនាំគ្នាទៅបាចទៀតហើយនិយាយតែពាក្យដដែលដូចថ្ងៃមុនហ្វូងម៉ាក់ឆាក្នុងសមុទ្រស្ដាប់ឮដឹងដំណើរសពគ្រប់ភ័យបារម្ភណាស់ជំនុំគ្នាថាយើងមុខជាស្លាប់ម្ដងនឹងហើយគួរតែយើងនាំគ្នាទៅទូលស្ដេចត្រីអន្សាសមុទ្រទើបរស់ជីវិតគិតហើយនាំគ្នាមុជហែលទៅដល់ស្ដេចត្រីទូលតាមដំណើរដែលបុរសប្តីប្រពន្ធមកបាចទឹកសមុទ្រនោះស្ដេចត្រីដឹងហើយបង្គាប់ត្រីទាំងប៉ុន្មានដែលទទួលនោះថាឯងរាល់គ្នាពុំយកមាស5ក្រឡាប្រាក់5ក្រឡានិងតុថាផ្ដិលចានទៅឲ្យបុរសប្តីប្រពន្ធអង្គវគេឲ្យលេងបាច់ទឹកសមុទ្រទៅត្រីទាំងនោះក៏យកវត្ថុគ្រប់ចំនួនតាមស្ដេចត្រីបង្គាប់រួចនាំគ្នាពំហែលមកដល់បុរសប្តីប្រពន្ធអង្គវសុំឲ្យលេងបាច់ទឹកសមុទ្រត្រីទាំងនោះក៏ហាមាត់ខ្ជាក់ក្រឡាមាសប្រាក់តុថាផ្ដិលចានឲ្យបុរសប្តីប្រពន្ធបុរសប្តីប្រពន្ធមានសេចក្តីត្រេកអរពន់ពេកក៏ឈប់លែងបាច់ទឹកពីថ្ងៃនោះនាំប្តីប្រពន្ធរែកទូលជញ្ជូនទៅទុកផ្ទះត្រាតែអស់បុរសប្តីប្រពន្ធក៏មានទ្រព្យសម្បត្តិច្រើនធ្កើងរុងរឿងបានសេចក្តីសុខរៀងតីពរនីពីសម្លាញ់ដែលមានប្រពន្ធខាតលក្ខគាត់ភ្ញាក់នឹករលឹកដល់សម្លាញ់ហើយនាំប្រពន្ធទៅលេងផ្ទះសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខលុះឡើងដល់លើផ្ទះឃើញគេនៅរាប់អានចាំចិត្តស្និទ្ធស្នាលដូចពីដើមគាត់គន់មើលរបស់ទ្រព្យប្រដាប់ប្រដាក្នុងផ្ទះគេហើយនឹកក្នុងចិត្តថាពីដើមសម្លាញ់គេមានទ្រព្យសម្បត្តិល្មមគួរសមទេឥឡូវនេះ
គេរករបរអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ គិតហើយត្អូនប្រាប់សម្លាញ់ដែលមានទ្រព្យសម្បត្តិថា សម្លាញ់អើយអញសពថ្ងៃនេះក្រលំបាកណាស់ចុះសម្លាញ់ឯងរកស៊ីជំនួញអ្វីក៏មានទ្រព្យសម្បត្តិច្រើនម្ល៉េះ សម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខថា សម្លាញ់អើយអញរកស៊ីបាយទឹកសមុទ្រតែ2នាក់នឹងប្រពន្ធអញពេលព្រឹកទៀបភ្លឺប្រពន្ធអញដាំបាយគ្រប់ប្រដាប់លុះភ្លឺឡើងនាំគ្នាទៅបាយទឹកសមុទ្រល្ងាចត្រឡប់មកផ្ទះវិញស្ដេចត្រីភ័យបង្គាប់ត្រីជាបរិវារឲ្យពាំមាសប្រាក់និងរបស់គ្រប់មុខឲ្យអញ ឯសម្លាញ់មានប្រពន្ធខាត់លក្ខដឹងហើយក៏លាសម្លាញ់ដែលមានប្រពន្ធគ្រប់លក្ខគេក៏ឲ្យប្រាក់យកទៅចិញ្ចឹមជីវិតលុះត្រឡប់ទៅផ្ទះវិញពេលជួយដំណេកបុរសនោះនិយាយនឹងប្រពន្ធថា ព្រឹកនេះឯងដាំបាយពីយប់រៀបចំប្រដាប់ឲ្យមានសពគ្រប់ភ្លឺឡើងយើងនឹងនាំគ្នាទៅបាយទឹកសមុទ្រឲ្យបានមាសប្រាក់របស់ទ្រព្យដូចសម្លាញ់យើង លុះភ្លឺច្បាស់មេខតលៈជាប្រពន្ធបានក្រោកបង្កាត់ភ្លើងឆេះហើយបានបើកធុងវល់អង្ករកំពុកម្ដងមួយក្តាប់ដៃយកអង្ករទៅលាងកំពុបមួយក្តាប់ដៃទៀតច្រកអង្ករទៅក្នុងឆ្នាំងកំពុបទៀតដល់ពុះជាតិបាយកំពុបទៀតច្រកអង្ករចំនួនល្មមឆ្អិនពេញឆ្នាំងបាយនៅតែកន្លះឆ្នាំងទាល់តែថ្ងៃណាហើយទើបដួសដាក់កញ្ជើហើយបណ្ដាប្តីប្រពន្ធទៅបាតទឹកសមុទ្របាតទាំងខឹងទាំងជាបាតចំនួន5ថ្ងៃអស់ហ្វូងមច្ឆាតូចធំផ្អើលផិតភ័យនិយាយគ្នាថា បុរសប្តីប្រពន្ធពីណាមកបាតទឹកសមុទ្រទៀតហើយ ពួកត្រីក៏សម្លឹងទាំងហ្វូងចាំមើលចាំស្ដាប់ប្រពន្ធខាតលាក់បោកល្អីតែបាច់ទឹកនោះហើយថា បាច់យូរថ្ងៃហើយមិនបានឃើញរបស់អីអញមិនបាច់ទេអញលែងបាច់ហើយ ប្តីប្រពន្ធជាឆ្លុះម្ដាយប្តីបញ្ចោប្រពន្ធប្រកាច់ចំបាប់គ្នាប្រទាញសម្ពុតគ្នាទៅវិញទៅមកទាល់តែអាស្រាទាំងប្តីទាំងប្រពន្ធលិចកេតខ្មាស់នៅមាត់សមុទ្រហើយអ្នកទាំងពីរអ្នកថា ខ្ញុំគេក៏ខ្ញុំចោះលែងបាច់ហើយ ត្រីទាំងនោះឮថាលែងបាតក៏ត្រីអោធូរចិត្តលែងសោកឲ្យមាសប្រាក់របស់ទាំងពួងត្រីទាំងនោះបានឃើញកេតខ្មាស់បុរសប្តីប្រពន្ធក៏លូតសោយទាំងហ្វូងឯត្រីសណ្ដាយសោយទាល់តែរយះមាត់បានជាមាត់ធំដូចគេហែករហូតដល់បច្ចុប្បន្ននេះបុរសប្តីប្រពន្ធគ្មានបានអ្វីសោះក៏លែងឆ្លោះគ្នានាំគ្នាដកសារាយចោលទៅផ្ទះវិញប្តីមួយអម្រែកប្រពន្ធមួយត្រនុលត្រឡប់មកផ្ទះវិញចាក់សារាយចោលនៅគៀនជញ្ជាំងឲ្យរលួយខូចអស់ទៅនាងរត់រកអ្នកមេខាត់លាក់រត់រកអាបតុនសាខ្ញុំសូមអរគុណនៅការទស្សនាវីដេអូ Channel អប់រំកូនខ្មែរបើមានពាក្យពេចន៍សម្ដីខុសឆ្គងត្រង់ណាក្តីខ្ញុំសូមអភ័យទោសទុកជាមុនផងសូមអរគុណ